各位同学，大家好，我是雷射山的设计第一次来同大家你可以听一下的中萨布达呢。今天就是星期日，周末，把面试用 group 呢，我们练ภาษาจีน。好，听你有面试同美同，今天我们也有新学生来跟我们一起学习呢。真的，我们សូមស្ដាប់តិចមើលអំពីការណែនាំរបស់គាត់បាទសង្ឃឹមថាគាត់ស្ដាប់នេះស្ដាប់យល់ណា希望同学们都听明白哈，请你开始。老师好，同学们好 OK 我中文名字叫金米兰，然后今天很开心能够成为大家的新同学，谢谢。还不是什么难的呢？我的老家山头话在显利生，然后我目前在三好路49公里上班。哦，เรียบร้อยច្បាស់ចេះណាបាទ讲得很精彩然后បន្តទៀតគឺសោកថ្ងៃធ្វើការអីដែរ目前我目前在一家工厂工作。一家工厂ធ្វើការនៅរោងចក្រធ្វើការនៅរោងចក្រមានបទពិសោធន៍អីខ្លះ有什么经验经验的话就是发出来ខ្លះពីមុនមកអីចឹងណា以前都是在仓库里面翻译的បកប្រែនៅ是的然后现在的话呢是成为一家老板的秘书对然后我想继续加强一下自己的中文能力中文能力要加强ទៀតបាទនិយាយល្អប៉ុណ្ណឹងហើយនៅ要加强不是真បានមួយឆ្នាំហើយបាទ基本上已经学了4年多了4年多但是我都是一边学习一边工作一边学习一边工作ហេតុអីបានថាគាត់跟他ភាសាចិននៅខ្សោយ为什么说中文学历还差因为我是老板的秘书所以我不想让以后老板对我很失望很失望因为有时候很多我都不明白我想继续再学很多的东西បាទទេពុទ្ធសាសនានិយាយឡើងរូបប៉ុណ្ណឹងហើយមករៀនទៀតហ្នឹងពុទ្ធសាសនាបាទទេហើយពុទ្ធសាសនាគឺថាភាសាចិនសំខាន់ទេបានមករៀនចិន中文对我来说非常的重要会中文能得到很高的工资也是能够成为不是能够改变自己的命运是的因为我以前是一位普通的员工在工厂里面上班是的ធ្វើមិនដែរបានអភិវឌ្ឍខ្លួនបានចេះអញ្ចឹង为什么怎么自己发展才可以到这个程度我就是要花很多时间为了学习这个中文我以前都是一天学习4个词语然后呢我必须把这4个词语读下来然后背下来必须会必须知道必须明白这个是什么意思要怎么说照记嘛学习照记对រៀនពីមុន4ពាក្យណាមួយថ្ងៃរៀនមុន老师មួយថ្ងៃ80ពាក្យ跟老师学习一天80个生词បាទគេចាំមើលអាចទប់ទល់80ពាក្យមួយថ្ងៃបាទអូខេចែករំលែកតិច分享一下自己的经验ធ្វើមិនបានរៀនសិនឆាប់ចេះបាទ我们身边全部阿登特没那么常见。我成为一个有经过学习中文的人，我建议大家有时间的话，请多多练习中文，因为中文对我们来说非常的重要。一天可能要抽2个小时时间把这个中文的学习词语背下来，要会。要会นะដូច្នេះហើយតោះថាតាមសិនមកដូច្នេះហើយចង់លើកទឹកចិត្តអ្នកទាំងអស់គ្នា我想鼓励大家សូមប្រឹងប្រែងបន្តទៀត请继续再努力ពង្រឹងសមត្ថភាពរបស់ខ្លួនឯង加强自己的能力ព្រោះរៀនភាសាចិនវាមានផលប្រយោជន៍ច្រើន因为学习中文对我们来说有很多的好处អាចធ្វើឲ្យពួកយើងនឹងមានការរីកចម្រើនឆាប់រហ័ស可以让我们进步得很快យើងត្រូវមើលអំពីស្ថានភាពនៃទីផ្សាររបស់យើង我们要看在我们基本上的យករបៀប工作场面工作场面អូខេដោយសារតែកម្ពុជានិងប្រទេសចិនជាមិត្តដ៏ល្អ因为中国与柬埔寨是有良好的关系ហើយយើងក៏តែងតែមាននៅកិច្ចសហប្រតិបត្តិការល្អប្រសើរ而且我们经常会有很多好的合作ដូច្នេះហើយ所以ឱកាសការងារគឺមានការកើនឡើង对我们来说工作的机会有很多增长ដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែចាប់យកឱកាសមួយនេះ请大家把握这个机会ដើម្បីសម្រេចក្តីសុបិនរបស់អ្នក为了实现自己的梦想បាទរៀនភាសាចិន学习中文ត្រូវការពេលវេលាជាច្រើន需要很多的时间ការអត់ធ្មត់忍耐ការតស៊ូ奋斗ជំនះ克服ព្រោះមានឧបសគ្គជាច្រើន因为有很多的障碍会发生ដូច្នេះ所
所以 เรียนภาษาចិนคือ 学习中 เริ่ม 文 เบิ้งเลยนะน้องเนี่ย 是靠你们自己的 ជាពិសេស 特别是 តើត្រូវមានលោកគ្រូម្នាក់ 要有一位老师 ដែលមានបទពិសោធន៍ច្រើនឆ្នាំ 有很多年的经 តែ 验 គាត់អាចចែករំលែក 他可以给我们分享 ផ្ដល់យោបល់ 给我们建议建议 ជាពិសេស 特别是 អាចណាចែករំលែកនៅមេរៀនជាច្រើនឲ្យពួកយើង 给我们分享的很多课程 程យេដូច្នេះអ្នកទាំងអស់គ្នារីកចម្រើនលឿ 所 នហើយ 以大家会进步的很快 ដូចជាខ្ញុំអញ្ចឹង 就像我一样 ពីមុនខ្ញុំស្អីក៏អត់ចេះដែរ 我以前什么都不会 បាទ一无所知 一无所知 យេឥឡូវនេះ 现在 អីក៏ចេះដែរបាទ 会一点点 អូយទៀតអូខេដូច្នេះហើយ 所以 អ្នកទាំងអស់គ្នាត្រូវប្រឹងប្រែងបន្តទៀត 请大家再继续努力 ហើយរៀនចិនសប្បាយ 学习中文非常的好玩 ហើយក៏ពេញនិយមផងដែរ 也是很 លាវស៊ីង 流行的 នៅក្នុងទូរស័ព្ទ 在手机里 នៅ 面 ក្នុងសារព័ត៌មាន 在很多的 ស៊ីង 新闻 ស៊ីងវិនក៏ប្រើប្រាស់ភាសាចិនមកផ្សព្វផ្សាយដែរ 也都是用这个中文来宣传宣传 ដូ 的 ច្នេះ 所以 យើងរៀនចិនទៅអត់ខុសទេ 我们学习中文真的非常不错非常不错អូខេរៀនភាសាចិនដើម្បីអនាគតរបស់ខ្លួនឯង 学习中文是为了自己的将来 មានមនុស្សមួយចំនួនគាត់មិនចូលចិត្តភាសាចិន 有一些人呢他就不喜欢学习中文 ពួកគាត់យល់ថាពិបាក 他们觉得中文很难 ពិបាកសរសេរ 难写 បាក់អាន 难读 បាក់បកប្រែ 难翻译 នេះហើយគឺជាគេហៅថាចំណុចខ្វះខាតរបស់អ្នកហើយ 这是你们一个的缺点 缺点យើងមិនត្រូវស្អប់ទេយើងត្រូវតែប្រឹងប្រែងបន្តទៀត 我们不要不喜欢中文讨厌我们必须讨厌中文我们必须把这个中文学好 បាទអូខេណាអ្នកដទៃរៀនចេះយើងក៏រៀនចេះ 别人能学会我们也能学会的学会的មានមនុស្សជាច្រើនគាត់សួរខ្ញុំ 有很多人问我 តើរៀនភាសាចិនរៀនអត់ត្រូវការ拼音ល្អដែរទេ 如果学习中文的话不需要学拼音可以吗 អូខេអ្នកខ្លះគាត់ថាគាត់ចង់មើលស៊ីងខ្មែរអញ្ចឹង 他那个有的人他说想把这个简语写下来那就和简语字幕简语字幕 បាទ学下来អត់ចង់រៀន拼音ទេ 不想学拼音 នេះគឺជាគេហៅថាបញ្ហាមួយ 这是一个 问题 问题 យើងមិនអាចពឹងលើអក្សរខ្មែរទេ 因为我们不可能全都靠我们的简语字幕字幕មានអក្សរខ្លះសំឡេងអត់ស្តង់ដារ 因为有的字母呢就是我们读下来不标准 ណាត្រូវការ拼音ទៅស្តង់ដារ 要把这个拼音学会了才我们说出来很有标准那 អូ 种 ខេដូច្នេះ 所以 សូមរៀន拼音ឲ្យបានច្បាស់100% 请把这个拼音学好100%会100%100%ណាដូច្នេះហើយ 所以 拼音មិនត្រូវការពេលវេលាច្រើនទេ 拼音不需要很长时间3 ខែ 3个月之内 គឺគ្រប់គ្រាន់ហើយ 也能够学会了 អូខេចាសប្បាយចិត្តណាស់ដែលបានរៀនជាមួយអ្នកទាំងអស់គ្នា 很开心能够成为大家的同学而且跟大家的学习在这里学习中文 អូច្បាស់អស់ទោះមកបើសិនអ្នកសើចូលចិត្តសើអញ្ចឹងបាទច្បាស់អញ្ចឹងដែរបាទដូច្នេះ 所以 អ្នកទាំងអស់គ្នាជួយណែនាំឲ្យបានច្រើន 请大家多多指教អូខេបើសិនជាមានកន្លែងណាខ្វះខាត 如果我有哪里缺点的 ឬ 话 ក៏មានចន្លោះប្រហោង缺陷 缺陷 អ្នកទាំងអស់គ្នាជួយបំពេញបន្ថែមផង 请大家给我补充给我补充一下បាទខ្ញុំនិយាយដល់ត្រឹមនេះហើយ 我先上到这里说话ណា 说到这里 ជូនពរអ្នកទាំងអស់គ្នា 祝大家 សុខភាពល្អ 身体健 ប្រាថ្នា 康 អ្វីបានសម្រេច 心想事 រៀន 成 សូត្ររីកចម្រើន 学习进步 អូខេ 谢谢 ទាំងឯងលឺបងអូយណែសិស្សចឹងណាត្រូវចិត្តដល់សិស្សដែរបាទអូខេហោះការជា同学们ចឹងសង្ឃឹមថានឹងខំប្រឹងប្រែងរៀនបន្តទៀតអរគុណដល់សិស្សថ្មីដែលបានបកស្រាយយ៉ាងក្បោះក្បាយអរគុណ